ថ្ងៃទី3ខែ5ឆ្នាំ2025វេលាថ្ងៃត្រង់ទៅនៅក្នុងស្រុកអាមេរិកស្មើនៅក្នុងស្រុកខ្មែរប្រហែលជាយប់អាចយកក្នុងយុគរំលងអត្រាតបញ្ជាក់អត់មានបញ្ជាក់ម៉ោងច្បាស់លាស់ទេគ្រាន់តែប្រាប់ថានៅស្រុកអាមេរិកថ្ងៃត្រង់នៅស្រុកខ្មែរអាចរំលងអត្រាតឬក៏ចិត្តរំលងអត្រាតលទ្ធផលឆ្នោត DV ឆ្នាំ2026នឹងចេញហើយសួស្តីបងប្អូនអរគ្នាហ្នឹងហើយថ្ងៃនេះខ្ញុំចង់ដាស់តឿនឬក៏ផ្ដល់ជាដំណឹងដល់បងប្អូនជាការបងប្អូនអាចភ្លេចពាក់ព័ន្ធនឹងរឿងលទ្ធផលឆ្នោត DV ឆ្នាំ2026ជាពិសេសបងប្អូនដែលបានដាក់រួចហើយឬក៏បងប្អូនដែលបានដាក់ឲ្យគេជួនកាលដាក់ឲ្យគេគេអត់ចេះឆែកបងប្អូនជួយឆែកគេអញ្ចឹងដូចបញ្ជាក់ខាងលើគឺថ្ងៃទីដែលត្រូវឆែកគឺថ្ងៃទី3ខែ5ឆ្នាំ2026វេលាថ្ងៃត្រង់នៅស្រុកអាមេរិកស្មើនៅស្រុកខ្មែរគឺអាចក្នុងពេលអាត្រាតចាប់ពីម៉ោង 1:10 ទៅហ្នឹងណាអញ្ចឹងបងប្អូនទាំង live ដែលកំពុងតែរងចាំបងប្អូនត្រៀមខ្លួនសម្រាប់របៀបឆែកលទ្ធផលឆ្នោតបងប្អូនអាចចូលទៅខាងខ្ទង់ comment សម្រាប់ក្នុង Facebook បើសិនជាបងប្អូននៅក្នុង YouTube បងប្អូនអាចចូលទៅក្នុង description បងប្អូននឹងឃើញអំពីរបៀបឆែកលទ្ធផលហើយអញ្ចឹងបងប្អូនមើលវីដេអូនេះហើយបងប្អូនអាចចូលទៅមើលវីដេអូពីរបៀបឆែកលទ្ធផលសម្រាប់បងប្អូនដែលអត់ទាន់ចេះឆែកហើយមួយទៀតបើសិនជាបងប្អូនណាដែលគាត់បានធ្វើឲ្យបាត់ឬក៏ភ្លេច confirmation number នៅក្នុងនោះក៏មានដែរពីរបៀបរក confirmation number ឡើងវិញក៏ប៉ុន្តែការរក confirmation number វាមានលក្ខខណ្ឌរបស់វាជាពិសេសគឺ email address ដែលយើងបានដាក់ណាបងប្អូនពិជាអញ្ចឹងវីដេអូនេះខ្ញុំចង់ផ្ដល់ជាដំណឹងឬក៏ដាស់តឿនឬក៏ក្រៅរំលឹកបងប្អូនឲ្យចាំថ្ងៃទីដែលត្រូវឆែកលទ្ធផលតែពិតនៅពេលដែលបងប្អូនដាក់បងប្អូនដឹងហើយថាថ្ងៃណាតែវីដេអូនេះគឺជាវីដេអូបញ្ញាក់អារម្មណ៍បងប្អូនឡើងវិញឲ្យដឹងថាថ្ងៃចិត្តថ្ងៃចេញលទ្ធផលឆ្នោតផ្សងសំណាងមករស់នៅទឹកដីសហរដ្ឋអាមេរិកឬក៏យើងហៅតែឆ្នោត DV ហ្នឹងគឺមិនប្រហែលថ្ងៃទៀតទេគឺចេញនៅថ្ងៃទី3ឥឡូវនេះខ្ញុំកំពុងនិយាយនេះគឺថ្ងៃទី29ល្ងាចហើយអញ្ចឹងបើនៅខ្មែរវាចូលអាចចូលថ្ងៃទី30ហើយព្រោះយើងពីខ្មែរទៅអាមេរិកខុសគ្នាតាមរដ្ឋខ្លះ11ម៉ោងរដ្ឋខ្លះ12ម៉ោងអញ្ចឹងណាអញ្ចឹងសម្រាប់ពីខ្ញុំទៅខុស12ម៉ោងតែបើសិនជាធៀបនៅក្នុងឆ្នោតនេះគឺប្រហែលជាខ្ទង់11ម៉ោងឯទេអញ្ចឹងបងប្អូនទីមខ្លួនណាអញ្ចឹងបញ្ជាក់ម្ដងទៀតគឺថ្ងៃទី3ខែ5ឆ្នាំ2025ចាប់ពីវេលាថ្ងៃត្រង់នៅក្នុងស្រុកអាមេរិកមិនមានម៉ោងជាក់ច្បាស់ថាម៉ោង11 12ឬក៏មិនទេគឺគេប្រាប់ថាថ្ងៃត្រង់អញ្ចឹងបងប្អូនដែលនៅក្នុងស្រុកខ្មែរបងប្អូនអាចបើបងប្អូនចង់ check ដឹងលឿនគឺបងប្អូនត្រូវរងចាំចាប់ពីម៉ោងអាចចន្លោះម៉ោង11 12ខ្ញុំបញ្ជាក់ណាអត់ដឹងម៉ោងណាច្បាស់លាស់ហើយគាត់ថានៅអាមេរិកថ្ងៃនៅខ្មែរនៅអាមេរិកថ្ងៃនៅខ្មែរយប់អញ្ចឹងបងប្អូនបើចង់ដឹងលឿនបងប្អូនរងចាំដល់ម៉ោងនោះតែខ្ញុំលើកទឹកចិត្តបងប្អូនមិនបាច់ទេនាំមកខាតទំនេរអញ្ចឹងបងប្អូនអាចចាំស្អែកឡើងឆែកក៏បានដែរឆែកថ្ងៃទី4ទៅគឺដឹងតែឃើញលទ្ធផលតែម្ដងហើយសម្រាប់អ្វីដែលបងប្អូនត្រូវត្រៀមខ្លួននៅក្នុងវីដេអូនៃការនេះរបៀបឆែកលទ្ធផលឆ្នោតខ្ញុំបានរៀបរាប់ហើយតែនៅក្នុងនេះខ្ញុំអាចនិយាយបានត្រួសថាអ្វីដែលបងប្អូនត្រូវឆែកគឺបងប្អូនត្រូវមានលេខ confirmation number បងប្អូនត្រូវមាននាមត្រកូលខ្លួនឯងបងប្អូនត្រូវមានឆ្នាំកំណើតណាហើយបងប្អូននឹងបំពេញលេខបញ្ជាក់នៅក្នុងប្រអប់របស់គេទៅបងប្អូននឹងឆែកឃើញបាននឹងសម្រាប់ការឆែកណាបងប្អូនអញ្ចឹងវីដេអូនេះមានខ្លីប៉ុណ្្នឹងសម្រាប់បងប្អូនឲ្យបងប្អូនត្រៀមខ្លួនឬក៏បងប្អូនខ្លះថានៅពេលដែលចិត្តដល់ថ្ងៃចេញឆ្នោតជួយប្រាប់ផងឥឡូវនេះខ្ញុំធ្វើវីដេអូនេះគឺដើម្បីប្រាប់បងប្អូនហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងមិនភ្លេចចូលឆែកលទ្ធផលទេព្រោះមានបងប្អូនខ្លះក៏ដាក់ឆ្នោតក៏មិនចាប់អារម្មណ៍ក៏លើយរហូតទៅអត់បានឆែកលទ្ធផលដល់ចេញឆ្នោតឆ្នាំថ្មីគេបើកបានថាអូខ្ញុំឆ្នាំទៅមុនខ្ញុំអត់បានឆែកលទ្ធផលផងហ្នឹងហើយជាចុងក្រោយចូលសូមជូនពរបងប្អូនដែលបានដាក់ឆ្នោតហើយមានសំណាងល្អបានជាប់ឆ្នោតហើយខ្ញុំនៅទីនេះបញ្ជាក់ម្ដងហើយម្ដងទៀតគឺខ្ញុំនៅចាំជួយបងប្អូនដោយក្តីរីករាយអត់មានគិតកម្រៃសេវាឬក៏អត់មានយកជាសកលអីពីបងប្អូនទេណាហ្នឹងហើយអ្វីដែលខ្ញុំជួយបងប្អូនបានគឺទៅតាមលទ្ធភាពខ្ញុំមានលទ្ធភាពប៉ុណ្ណាខ្ញុំនឹងជួយប៉ុណ្នោះបើសិនជាខ្ញុំអត់មានលទ្ធភាពខ្ញុំប្រាប់ថាខ្ញុំអត់មានលទ្ធភាពទេហើយក៏ជូនពរបងប្អូនដែលមួយចំនួនបងប្អូនមួយចំនួនក៏អត់ទាន់បានដាក់ឆ្នាំមុននឹងទេតែគាត់ចាប់ដើមមានចំណាប់អារម្មណ៍ហើយគាត់
បានចូលមកក្នុង group ដើម្បីសិក្សាពីឆ្នោតហ្នឹងហើយគាត់ថាឆ្នាំក្រោយគាត់នឹងដាក់ដែរបញ្ជាក់មួយទៀតសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ដឹងខ្លះឬចង់ដឹងអំពីរបៀបនៃឆ្នោត DV នេះបងប្អូនអាចចូលរួមនៅក្នុង group Telegram របស់ខ្ញុំក៏បានឬក៏បងប្អូនយើងផ្សេងក៏បានឲ្យតែថាយើងចូលទៅយើងអាចសិក្សាពីវាយើងអាចសាកសួរពីគ្នាទៅវិញទៅមកអាចសាកសួរមកខ្ញុំផ្ទាល់ក៏បានសួរបងប្អូនក្នុង group ហ្នឹងក៏បានបងប្អូនក្នុង group ហ្នឹងមានអ្នកខ្លះគាត់ឆ្អិនហើយណាឆ្អិនជាងខ្ញុំទៀតក៏ថាបានដែរពួកយើងអត់ដឹងថាអ្នកណាមកពីណាយើងអត់ដែរជួបមុខគ្នាទេយើងនិយាយទៅក្នុង group ណាបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះគឺចង់បញ្ជាក់តែប៉ុណ្្នឹងទេគឺ complete ឆែកឆ្នោតនៅថ្ងៃទី3ខែ5យប់ចាំថ្ងៃទី4ក៏បានដែរអត់ខាតអីទេប៉ុន្តែខ្ញុំជឿថាបងប្អូនមួយចំនួនគឺប្រហែលជាមិនចាំឲ្យដល់ថ្ងៃទី4ទេសុំចាំcount down រហូតដល់អាទិត្យថ្ងៃទី3ហ្នឹងហើយណាហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនបាយបាយ